បាទសួស្តីបងប្អូនអរគ្នានិយាយរួមទៅមួយថ្ងៃឃើញភរិយារបស់ខ្ញុំគាត់ធ្វើម្ហូបបងប្អូនបាទដល់ទៅពេលខ្ញុំឃើញបងប្អូនជនភៀសសឹកដែលគាត់ដូចថាចាក់ចេញពីផ្ទះឬក៏ស្រុកកំណើតរបស់គាត់ណាហើយគាត់ទៅរស់នៅដូចថាតំបន់ខ្លះចឹងទៅគឺថាខ្វះទឹកខ្វះស្អីចឹងបងប្អូនបាទគឺថាមើលទៅគឺថាពិបាកណាស់បងប្អូនអើយបាទថ្មីត្បិតតែបងប្អូនខ្មែរយើងឥឡូវរួមសាមគ្គីគ្នាដូចថាជួយជាជំនួយក្តីថវិកាក្តីឬក៏ដូចថាម្ហូបអាហារអីក៏ដោយបងប្អូនណាក៏ប៉ុន្តែក៏វានៅតែមិនស្រួលដូចអ្វីដែលយើងរស់នៅផ្ទះដែរបងប្អូនបាទទោះបីថាផ្ទះយើងវាមិនសូវមានម្ហូបអាហារច្រើនឬមួយយ៉ាងណាក្តីក៏ប៉ុន្តែក៏វា better ជាងយើងទៅរស់នៅខាងក្រៅដែរបងប្អូនបាទឥឡូវហ្នឹងមករយៈក្រោយនេះឃើញថាប្រជាជនខ្មែរយើងហ្នឹងជនភៀសសឹកហ្នឹងបងប្អូនបាទគឺថាកើនឡើងច្រើនទៅតែម្ដងបងប្អូនបាទតាមសេចក្តីរាយការណ៍របស់គេទៅគឺថាចូលខ្ទង់ដូចថាចិត្តកន្លះលានណាបងប្អូនបាទគឺថាច្រើនណាស់ណាមិនតិចទេបងប្អូនបាទច្រើនមែនតើបាទហើយដូចយើងដឹងហើយថាទោះបីជាឥឡូវហ្នឹងបងប្អូនជាច្រើនដែលគាត់ព្យាយាមដូចថាស្វែងរកជំនួយគាត់ក៏បានដូចថាធ្វើជាមូលនិធិអីចឹងដើម្បីដូចថាដូចថាឲ្យចង់ឲ្យបងប្អូនយើងដូចថាបរិច្ចាគជាលុយជាអីចឹងណាសូម្បីតែពួកខ្ញុំហ្នឹងក៏ចូលទៅតាមពួកគាត់ខ្លះដែរទីទួចអីចឹងណាទៅតាមអ្វីដែលយើងអាចជួយបានមិនច្រើនអីណាទេដោយសារតែដូចធម្មតាដូចយើងដឹងហើយម្នាក់យើងត្រូវការចំណាយនេះចំណាយនោះដែរអញ្ចឹងអ្វីដែលយើងអាចជួយបានទៅតាមសទ្ធារបស់យើងទៅហើយដូចណាមួយដូចបងប្អូនដឹងហើយទោះបីជាជំនួយដែលដូចថាពួកគាត់ខំប្រឹងជួយយ៉ាងណាក៏វានៅតែរៀងពិបាកក៏នៅតែខ្វះខាតដែរខ្ញុំជឿជាក់ថាអញ្ចឹងពីព្រោះអីជនភៀសសឹកគឺច្រើនហើយដល់អញ្ចឹងទៅយើងអត់ដឹងថាតើសង្គ្រាមហ្នឹងត្រូវចំណាយពេលយូរប៉ុណ្ណាទេអត់ដឹងថាប្រហែលថ្ងៃប្រហែលខែឬក៏ឈានដល់ឆ្នាំក៏យើងអត់ដឹងដែរអញ្ចឹងអ្វីដែលអាចបើអញសន្សំចៃបានក៏អន្សំចៃទៅដូចថាបងប្អូនជនភៀសសឹកខ្លះដែលគាត់នៅនឹងអញ្ចឹងណាហើយដូចបងប្អូនដែលគាត់ដូចថាព្យាយាមរកជំនួយអញ្ចឹងជឿគ្រាន់តែថាឲ្យគាត់បានហូបឆ្អែតគ្រប់គ្រាន់ទៅតែដូចថាយើងកុំដូចថាចំណាយច្រើនពេកចឹងអ្វីដែលយើងអាចសន្សំចៃបានយើងគួរតែសន្សំចៃទៅព្រោះអីយើងអត់ដឹងថាពេលវេលាសង្គ្រាមនោះវាអស់បន្លាយដល់យូរប៉ុណ្ណាទេបាទខ្ញុំដូចថាលើបងប្អូនខ្លះគាត់ព្យាយាមធ្វើ content ចែករំលែកតាក់តងទៅនឹងថាបងប្អូនខ្លះបើសិនជាគាត់មានសាច់ញាតិមានបងប្អូនដែលស្ថិតនៅក្បែរឬថាជំរុំភៀសសឹកអីបានបើសិនជាអាចគាត់ទៅថ្នាក់នៅជាមួយបងប្អូនគ្រួសារគាត់អីចឹងបងប្អូនខ្ញុំយល់ថាវាមួយយ៉ាងដែរបងប្អូនបាទក៏ដូចថាយើងកុំដូចថាបច្រៀតគ្នាចឹងយើងការពារដូចថាមានរឿងអ្វីកើតឡើងមួយទៅឧទាហរណ៍ដូចថាជំងឺអាសន្នរោគឬមួយក៏អីយ៉ាងចឹងបងប្អូនមកដោយសារតែខ្ញុំឃើញថាគឺបងប្អូនច្រើនមែនតើគាត់មានការខ្វះខាតច្រើនបាទឃើញបងប្អូនខ្លះគាត់ជួយទៅធ្វើទាំងប្រគុណទាំងអីទៀតបងប្អូនបាទហើយបងប្អូនខ្លះគាត់ជួយទឹកទាំងឡានឬមួយអីគាត់ថាឥឡូវនេះគឺគេយកឡានផលិតអគ្គិភ័យបាទដូចថាធ្វើជាឡានទឹកចឹងសម្រាប់ជួយថាផ្គត់ផ្គង់ទឹកអីចឹងទៅក្នុងការម៉ូចឬក៏ប្រើប្រាស់អីផ្សេងចឹងបងប្អូនបាទហើយខ្ញុំឃើញមានបងប្អូនខ្លះគាត់បានចុះចែកស្បៀងផ្ទាល់ទៅចែកចំនួនផ្ទាល់ហ្នឹងគាត់បាននិយាយដែរគាត់ថាគាត់ក៏សំណូមពរទៅដល់បងប្អូនដែលជាជនភៀសសឹកតែគាត់និយាយនេះមិនមែនទាំងអស់ហើយគាត់ចង់និយាយថាដោយបងប្អូនខ្លះគាត់បានទទួលយកអំណោយហ្នឹងហើយដូចគេថាឥឡូវគេចែកមីឬក៏ចែកអីចំនួនដូចថាមកក្នុងម្នាក់គេឲ្យ5កញ្ចប់ទៅ10កញ្ចប់អញ្ចឹងណាឬក៏ទឹកចំនួនម្នាក់ប្រហែល10អីចឹងទៅប៉ុន្តែពេលគាត់យកហើយគាត់យកទៅទុកដល់ពេលប្រហែលជាមួយសន្ទុះទៅគាត់មកយកម្ដងទៀតអញ្ចឹងបានន័យថាគាត់ក្នុងម្នាក់ហ្នឹងគាត់យកចំណែកមនុស្សដល់ទៅ2នាក់បាទគាត់ពុំគួរណាធ្វើដូច្នោះទេបងប្អូនបាទចាំមិនថាពេលនេះគឺជាពេលដែលយើងលំបាកយើងគួរតែចែករំលែកមិនមែនយើងចង់យកទុកតែម្នាក់ឯងទេព្រោះអីដូចយើងនិយាយអ្នកដែលជនភៀសសឹកគឺជាអ្នកដែលចាក់ចេញពីផ្ទះអ្នកដែលរត់គេចពីដូចថាក្រកំភ្លើងគេខ្លោងមកឬមួយអីចឹងបងប្អូនគឺពួកគាត់មកគឺអត់មានអីទេបាទបានតែទេឬអីចឹងទៅបងប្អូនខ្លះក៏គាត់ដឹងមុនទៅគាត់ក៏ត្រៀមទៅបងប្អូនខ្លះអត់ដឹងគាត់ក៏អត់បានត្រៀមទៅគឺគាត់រត់មកជួនកាលអត់មានអីជីទៀតណាបងប្អូនខ្ញុំឃើញថាពេលខ្លះគាត់មកសុំគេរក្សាដូចថាគេមានកោយន្តអីចឹងទៅគាត់មកតាមគេតាមឯងអញ្ចឹងណាហើយជួនកាលអញ្ចឹងទៅគាត់មានម្ដាយចាស់គាត់មានកូនទូចគឺថាពិបាកមែនតើអញ្ចឹងអ្វីដែលអាចយើងគួរតែជួយគ្នាជាពិសេសគាត់និយាយមួយទៀតគាត់ថាពេលខ្លះគាត់ទៅចឹងគាត់ឃើញដូចថាមានបងប្អូនខ្លះទៅគាត់ជួយគ្នាធ្វើម្ហូបធ្វើអីចឹងទៅដូចថារៀបចំកន្លែងអីចឹងណាតែមានបងប្អូនខ្លះទៀតគឺអត់ទេគឺគាត់
ចាំថាដល់ពេលជំនួយមកដល់គឺគាត់ចាំតែដូចថាក្រោកយកហ្មងអញ្ចឹងដូចថាអត់ជួយគ្នាអញ្ចឹងណាជួនកាលដូចឥឡូវគេដឹកអវ៉ាន់ឲ្យយើងហើយទាំងឡានទាំងកេះទាំងកេះអញ្ចឹងអ្វីដែលយើងអាចជួយបានយើងជួយលើកជួយជូននេះទៅពួកអីខ្ញុំដឹងថាបងប្អូនខ្លះដែលគាត់ដូចថាគាត់ខំប្រឹងយកស្បៀងយកអីពីទីក្រុងភ្នំពេញឬក៏ពីបណ្ដាខេត្តផ្សេងៗទៅគាត់ខំយកទៅជួយហើយគាត់ចំណាយទាំងកម្លាំងរបស់គាត់ហើយកម្លាំងចិត្តកម្លាំងកាយក៏ដូចជាថវិការបស់គាត់ទៀតជួនកាលគាត់បិទតាំងកន្លែងគាត់រស់ស៊ីទៀតគាត់ខំទៅជួយអញ្ចឹងអ្វីដែលយើងអាចជួយសម្រាប់ពួកគាត់បានយើងគួរតែជួយទៅឥឡូវជាពេលឥឡូវដូចថាជាពេលវេលាមួយដែលគេហៅថាខ្មែរត្រូវទៅជួយខ្មែរជួយគ្នាទៅវិញទៅមកបាទនិយាយទៅបើសិនជាអាចនៅតាមជំរុំភាសឹកខ្ញុំមានការស្នើសុំដូចថាបងប្អូនគួរតែរៀបចាត់ចែងឲ្យបានត្រឹមត្រូវថាឲ្យពួកគាត់ដូចថាអ្នកណាទទួលជំនួយហើយអញ្ចឹងទៅឲ្យទៅមកចំហៀងបាទអ្នកដែលមិនទាន់ទទួលនៅមកចំហៀងអញ្ចឹងនៅពេលដែលយើងធ្វើការចែកហ្នឹងវាអត់រញ៉េរញ៉ៃដែរបងប្អូនបាទពេលខ្លះខ្ញុំឃើញពេលខ្លះទៅគឺពួកគាត់រួមឡានរួមអីទៅហុចនេះហុចនោះអីចឹងទៅគឺថាពិបាកអាណិតជាងគេគឺក្មេងៗជួនកាលទៅអាចជន់គាត់អាចសកិនគាត់អត់ដឹងទេណាបងប្អូនបាទអញ្ចឹងដូចថាក្នុងមួយគ្រួសារយើងមានប្រមាណតង់មានប្រមាណអីចឹងទៅឲ្យពួកគាត់ចេញតំណាងមកទៅហើយដល់ពេលគេចែកហ្នឹងគេចែកជាកញ្ចប់ជាស្បោងអីដូចគ្នាមានដូចគ្នាបងប្អូនបាទអញ្ចឹងបើសិនជាអាចបាទបងប្អូនដូចថាជួយជាគ្នាម្នាក់ម្ដាយមួយជើងជួយធ្វើការរៀបចំហ្នឹងធ្វើម៉េចឲ្យវាមានភាពងាយស្រួលឡើងពីព្រោះយើងអត់ដឹងថាសង្គ្រាមមួយនេះវានឹងបញ្ចប់ទៅនៅពេលណានោះទេបាទមិនដឹងថាស្អែកខាន់ស្អែកឬខែនេះខែក្រោយឬក៏ឆ្នាំនេះឆ្នាំក្រោយឬមួយអីចឹងគឺអត់មាននរណាម្នាក់ដឹងច្បាស់ទេបងប្អូនបាទអញ្ចឹងឥឡូវថាយើងបានអីគេអូនមកហូបអីគេអានេះនេះគឺសឡត្រាវហើយនៅនងហើយបងមកអមនិយាយទៅគឺសឡបែបដូចថាជនបទអីចឹងណាចាំមិនថាពេលដែលខ្ញុំធ្វើមកហូបមកមុខនេះហើយខ្ញុំនឹកដល់ប្រទេសយើងស្រុកខ្មែរយើងគឺថាធ្លាប់តែដូចថាសុខសប្បាយធ្លាប់តែដូចថាដូចមានអាហារហូបចុកអីចឹងណាដល់ពេលមានរឿងអញ្ចឹងកើតឡើងទៅវាជារឿងមួយដែលគួរឲ្យសោកស្ដាយខ្លាំងមែនតើវាអត់សមណាថាវាទៅជាបែបហ្នឹងណាគឺនិយាយទៅវាដូចថាវានឹកស្មានអត់ដល់ឈ្មោះមកអមបើឃើញបងប្អូននៅស្រុកខ្មែរវិញណាខ្ញុំអាសាមើលដូចថាបងប្អូនខ្លះគាត់នៅស្រែចំការឬមួយអីអូយដុសពេញវាស្រែវាអីហ្មងបងប្អូនបាទនឹកឃើញអញ្ចឹងនឹកឃើញពួកគាត់ខ្លះទៅគាត់ធ្វើវីដេអូធ្វើអីពីញ៉ាំបាយជុំគ្រួសារឬមួយអីចឹងណាដល់ទៅពេលឥឡូវមានណាឥឡូវគាត់ត្រូវបង្ខំចិត្តចាក់ចេញពីផ្ទះឬមួយអីចឹងបងប្អូនបាទគឺឃើញហើយពិតជាខ្លោចចិត្តមែនតើទេតោះចឹងបងប្អូនអរគ្នាបានអញ្ជើញពិសាបាយមួយក្រុមគ្រួសារខ្ញុំចឹងថ្ងៃហ្នឹងគឺមានសម្លអីគេហ្នឹងហើយសន្លក់អូនណាសន្លក់ហានិយាយរួមទៅធ្លាប់ធ្វើបង្ហាញបងប្អូនអរគ្នាហើយគ្រាន់តែនេះចង់និយាយរឿងរ៉ាវតិចតួចតាក់ទងទៅនឹងបងប្អូនយើងនៅស្រុកខ្មែរកំពុងជួបទុក្ខបាទសង្ឃឹមថាពួកគាត់ឆាប់បានត្រឡប់ទៅផ្ទះវិញរៀងខ្លួនឲ្យសង្គ្រាមនឹងឆាប់ចប់បាទចេញបងប្អូនអរគ្នាមកពិសាបាយមួយក្រុមគ្រួសារខ្ញុំបាទអញ្ចឹងមានតែសម្លហ្នឹងទេបងប្អូនបាទសូមអរគុណទៅដល់បងប្អូនអរគ្នាដែលបានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់បាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀត